ទាំងអស់គ្នាដែលឆ្ងល់អត់ថានៅលើលោកយើងនេះមានមនុស្សដែលគាត់មិនចេះពជាពេលដែរអត់ទេណោះពជាពេលទៅលេងបៀឬក៏ពជាពេលទៅច្រៀងលេងម្យ៉ាងទៀតគឺពជាពេលដើម្បីទៅអូសមើលបណ្ដាញសង្គមមើល Facebook មើល TikTok ដើម្បីតាមដានព័ត៌មានថ្មីតាមដានរឿងរ៉ាវដែលកើតឡើងថ្មីមិនចេះដាច់មិនមែនពួកយើងអត់ការងារធ្វើទេពួកយើងមានការងារច្រើនដែលត្រូវធ្វើប៉ុន្តែពួកយើងបែរជាព្យាយាមពន្យាពេលមិនធ្វើភ្លាមមនុស្សភាគច្រើនគេចវេសពីការងារដោយសារតែការងារលំបាកពេកគេចវេសពីការងារពេលខ្លះមិនមែនមកពីភាពខ្ជិលទេប៉ុន្តែមកពីមិនដឹងថាត្រូវចាប់ផ្ដើមការងារនឹងពីកន្លែងណាទៅដោយសារតែការគេចវេសទើបធ្វើឲ្យអ្នកខ្លះបាត់បង់ឱកាសអភិវឌ្ឍខ្លួនឯងយើងចាំថ្ងៃស្អែកចាំសប្តាហ៍ក្រោយចាំខែក្រោយប៉ុន្តែពេលវេលាចេះតែកន្លងទៅហើយចំណែកការងារទាំងអស់នោះវិញវាអត់បានរលត់ទៅណាទេគឺវារងចាំឲ្យយើងធ្វើដដែលនឹងកែប្រែពីការគេចវេសមកជាចាប់ផ្ដើមធ្វើបន្តិចម្ដងបើថ្ងៃនេះអ្នកធ្វើការងារនឹងមិនសម្រេចទេសូមតែចាប់ផ្ដើមធ្វើឲ្យបាន5ទៅ10នាទីបានហើយព្រោះការដែលចាប់ផ្ដើមធ្វើគឺវាជាជំហានដែលពិបាកជាងគេបំផុតនៅពេលដែលមានការចាប់ផ្ដើមក្តីសង្ឃឹមក៏នឹងកើតមានដែរនៅពេលដែលអ្នកមានក្តីសង្ឃឹមការងារអីក៏អ្នកមានកម្លាំងចិត្តធ្វើដែរតែក៏កុំគួរដាក់សម្ពាធលើខ្លួនឯងពេកដែរចាប់ផ្ដើមធ្វើបន្តិចម្ដងធ្វើយ៉ាងម៉េចឲ្យអ្នកមានអារម្មណ៍ថាសប្បាយរីករាយនៅពេលដែលអ្នកធ្វើការងារមួយនោះសាកចាប់ផ្ដើមពីថ្ងៃហ្នឹងមើលបើចង់ធ្វើអីមួយកុំគិតពីវា